បាទសូមគោរពនឹងជម្រាបសួរទៅកាន់ពុកម៉ែបងប្អូនដែលជាប្រិយមិត្តអ្នកស្ដាប់ទាំងអស់ហើយថ្ងៃនេះខ្ញុំបានវិលត្រឡប់មកជួបគ្នាសារជាថ្មីទៀតហើយបងប្អូនណាសម្រាប់ថ្ងៃនេះគឺខ្ញុំមានសាច់រឿងថ្មីមួយទៀតហើយដែលបានពីការចែករំលែកអំពីបងស្រីម្នាក់ដែលគាត់នឹងគឺនិយាយអំពីបណ្ដាយក្មេករបស់ខ្លួនណានិយាយពីថាបងស្រីគឺគាត់បានមកនៅនឹងផ្ទះម្ដាយក្មេកគាត់ណាបងប្អូនហាក់បីដូចជាម្ដាយក្មេកគាត់គឺមិនអោយតម្លៃគាត់ទេដោយសារតែគាត់នឹងមិនពេញចិត្តនៅបងស្រីនឹងហ្មងហើយបងស្រីគឺគាត់ជាអ្នកដែលរស់នៅខាងខេត្តព្រៃវែងក៏ប៉ុន្តែពេលដែលគាត់បានការជាមួយនឹងប្តីរបស់គាត់ហ្នឹងគឺរយៈពេល2-3 ខែដំបូងហ្នឹងម្ដាយក្មេកគាត់គឺហាក់បីដូចជាស្រឡាញ់កូនប្រសារគាត់ខ្លាំងហើយមិនដឹងថាមិនទេបងប្អូនមករយៈក្រោយមកម្ដាយក្មេកគាត់ហ្នឹងគឺហាក់បីដូចជាកែប្រែអត្តចរិតហ្មងស្អប់ខ្ពើមគាត់ហើយមើលងាយគាត់ទៀតហើយនេះគឺជាសាច់រឿងរបស់បងស្រីដែលគាត់ផ្ញើមកកាន់ខ្ញុំណាហើយរឿងបន្ទាប់ទៀតហ្នឹងគឺខ្ញុំអត់ទាន់បានដំណើរទេបងប្អូនដោយសារតែច្រើនពេកអញ្ចឹងក៏សូមអធិស្ឋានទៅកាន់ពុកម៉ែបងប្អូនដែលកំពុងតាមដានស្ដាប់នៅក្នុង channel ដំណើរនិទានស្នេហ៍ក៏ប៉ុន្តែពេលខ្លះសាច់រឿងដែលខ្ញុំនិយាយទៅពេលខ្លះបងប្អូនស្ដាប់ទៅហាក់បីដូចជារឿងដែលមិនគួរកើតទេមែនទេក៏ប៉ុន្តែបងប្អូនអាចពិចារណាមើលថានៅក្នុងពិភពលោកយើងនេះពេលដែលយើងមិនដែលជួបរឿងដែលយើងនឹកស្មានមិនដល់យើងក៏គិតថាគ្មានទេរឿងនឹងកើតឡើងតែបងប្អូនគិតដឹងហើយថាក្នុងសង្គមយើងសពថ្ងៃបងប្អូនប្រកាសជាធ្លាប់ជួបប្រទះហើយដូចជារឿងបងស្រីម្នាក់ហ្នឹងដែលគាត់ជាមួយម្ដាយក្មេកគាត់ហាក់បីដូចជារស់នៅមិនចុះសម្រងហ្មងណាហើយសម្រាប់បងប្អូនខ្លះ Edwin សូម recommend ឲ្យបងប្អូនពេលដែលបងប្អូនការហើយណាការហើយបងប្អូនកុំរស់នៅជាមួយនឹងម្ដាយក្មេកឬក៏ម្ដាយបង្កើតរបស់យើងអីបើសិនជាបងប្អូនការហើយបងប្អូនត្រូវទៅរស់នៅដាច់ដោយឡែកពីគាត់ណាព្រោះយើងការហើយយើងត្រូវមានគោលដៅមួយឲ្យច្បាស់លាស់បើសិនជាយើងអត់មានគោលដៅមួយច្បាស់លាស់ទេពេលខ្លះអ្នកចិត្តខាងគេអាចមើលងាយយើងដែរណាអញ្ចឹងកុំឲ្យបែកអូស្ទឹងយូរពេកបងប្អូនចូលទៅស្ដាប់នៅសាច់រឿងរបស់បងស្រីម្នាក់ហ្នឹងណាហើយមុននឹងចូលដល់សាច់រឿងគឺខ្ញុំសូមអធិស្ឋានទៅកាន់ពុកម៉ែបងប្អូនម្ដងទៀតបើសិនជាខ្ញុំនិយាយទៅឬក៏ខ្ញុំដំណើរទៅវាខុសឆ្គងកន្លែងណាមួយក៏សូមខន្តីអភ័យទោសផងបងប្អូនដោយសារតែពេលខ្លះសាច់រឿងគឺខ្ញុំមិនបាននិយាយបានវែងទេដោយសារតែមានបញ្ហាពងកណានិយាយទៅវារៀងឈឺកហើយសុំថាថ្ងៃនេះទៀតរៀងមេឃភ្លៀងហើយផ្ដាសាយទីបងប្អូនស្ដាប់សំឡេងទៅរៀងងល់ណាអញ្ចឹងចូលទៅដល់សាច់រឿងពេញជាមួយនឹងខ្ញុំបាទបងប្អូនណាដោយសាច់រឿងរបស់យើងគឺបានការចែករំលែកអំពីបងស្រីម្នាក់ដែលគាត់នេះជាអ្នកដែលរស់នៅខាងខេត្តព្រៃវែងហើយគាត់បានស្រឡាញ់គ្នាជាមួយនឹងប្តីរបស់គាត់រយៈពេល2 ទៅ 3 ឆ្នាំហ្នឹងឪពុកម្ដាយទាំងសងខាងក៏បានយកព្រមឲ្យអ្នកទាំងពីរហ្នឹងគាត់រៀបការជាប្តីជាប្រពន្ធបន្ទាប់ពីគាត់បានរៀបការជាមួយនឹងប្តីរបស់គាត់ហើយហ្នឹងក៏គាត់ហ្នឹងទៅនៅជាមួយនឹងម្ដាយក្មេកគាត់នោះដែលត្រូវជាម្ដាយបង្កើតរបស់ប្តីរបស់គាត់ហ្នឹងអញ្ចឹងពេលដែលគាត់ទៅនៅដំបូងម្ដាយក្មេកគាត់ហាក់បីដូចជាស្រឡាញ់កូនប្រសារគាត់ខ្លាំងមែនទែនសូម្បីតែការងារក្នុងផ្ទះម្ដាយក្មេករបស់គាត់ក៏គាត់មិនឲ្យធ្វើដែរគាត់ថាកូនឯងមិនបាច់ចាំបាច់ធ្វើអីទេនៅក្នុងផ្ទះហ្នឹងទៅហើយចាំម៉ែហ្នឹងធ្វើបាយធ្វើសម្លឲ្យញ៉ាំវាយធ្វើបាយធ្វើសម្លឲ្យញ៉ាំទៀតយកចិត្តកូនប្រសារណាខ្លាចកូនប្រសារមកនៅដំបងទៅរៀងមានភាពខ្មាស់អៀនណាអញ្ចឹងម្ដាយក្មេកគាត់ហ្នឹងស្រឡាញ់បងស្រីនឹងខ្លាំងស្រឡាញ់កូនប្រសារគាត់ខ្លាំងតែមួយរយៈក្រោយមកទៀតមិនដឹងថាគាត់ហ្នឹងក្នុងចិត្តរបស់គាត់នឹងគិតអីទេបានជាកែប្រែអត្តចរិតស្អប់ទៅលើបងស្រីហ្មងធ្វើអីក៏ដែរត្រូវចិត្តដែរបងប្អូនម្ដាយក្មេកគាត់ហើយដំបងជាពីថាល្អនោះល្អបងប្អូនមិនដឹងថាមូលហេតុអីអញ្ចឹងបានថាបងប្អូនអ្វីវាអាចប្រែប្រួលគ្រប់ពេលគ្រប់វេលាហ្នឹងសូម្បីតែចិត្តមនុស្សបងប្អូនប្រែប្រួលគ្រប់ពេលគ្រប់វេលាហ្នឹងហើយយើងអត់អាចដឹងបានទេអញ្ចឹង
បងស្រីគាត់ចាប់ផ្ដើមសម្គាល់មើលអត្តចរិតម្ដាយក្មេងរបស់គាត់ហ្នឹងហើយគាត់សួរហ្មងគាត់ថាម៉ែមើលទៅសពថ្ងៃម៉ែមានរឿងអីក្នុងចិត្តមិនបានជាធ្វើអត្តចរិតដូចជាស្អប់ខ្ញុំខ្លាំងម៉េះដូចជាភ្ញៀវខាងក្រៅមកលេងផ្ទះហើយហ្នឹងម៉ែមើលសម្ដីអីនិយាយដាក់មកខ្ញុំហ្នឹងគឺដូចជាអត់មានព្រោះភាសាអីសោះម៉ែហើយខ្ញុំខុសអីខ្លាំងមែនម៉ែគាត់និយាយធម្មតាអញ្ចឹងទេក៏ប៉ុន្តែម្ដាយរបស់គាត់ហ្នឹងបាននិយាយទៅកាន់កូនភាសាគាត់ដែរគាត់ថាឯងណាអញដឹងថាឯងដំបូងឯងអត្តចរិតល្អតែក្រោយមកទៀតណាអញតិចឮថាឯងហ្នឹងលេងលបែងអត់ជួយកិច្ចការងារផ្ទះអញទេហើយឮអ្នកចិត្តខាងគេនិយាយអាហ្នឹងហៅថាតិចសហើយស្ដាប់អ្នកចិត្តខាងណាស្ដាប់អ្នកដតីអត់សួរកូនខ្លួនឯងទេទាំងដែលបងស្រីគឺគាត់ចរិតល្អខ្លាំងមែនតើការងារក្នុងផ្ទះគាត់តែងតែជួយម្ដាយឪពុករបស់គាត់ហ្នឹងជួយរហូតទាំងការងារផ្ទះទាំងការងារចង្ក្រានបាយបោកអាវបោកគក់ស្លស្លុកអីគាត់ចេះទាំងអស់មិនគាត់មិនចេះទេគាត់កែឲ្យដំបូងគឺគាត់ចេះធ្វើម្ហូបជាអីទាំងអស់បងប្អូនតែមូលហេតុអីមិនជាម្ដាយរបស់គាត់ហ្នឹងថ្នាក់ថ្នមគាត់មិនឲ្យគាត់នឹងធ្វើអីនៅក្នុងផ្ទះហ្នឹងទេឲ្យនៅតែដេកហូបធម្មតាអញ្ចឹងហើយប្តីរបស់គាត់ហ្នឹងទៅធ្វើការបាត់ហើយព្រលឹមឡើងហើយពេលល្ងាចហ្នឹងបានត្រឡប់មកផ្ទះវិញអញ្ចឹងម្ដាយគាត់ចាប់ផ្ដើមមានអារម្មណ៍ថាគាត់ចាប់ផ្ដើមបំបែកបំបាក់អ្នកទាំងពីរហ្នឹងមិនឲ្យគាត់នឹងស្រឡាញ់គ្នាទេដោយសារតែមានការស្អប់ទៅលើកូនប្រសារគាត់ហ្នឹងគាត់ថាព្រលឹមឡើងគ្រាន់តែគាត់ដេកជ្រុលម៉ោងបន្តិចម៉ោងប្រហែលជា6កន្លះណាម្ដាយគាត់ជេរហ្មងឡើងមកជេរដល់ក្នុងបន្ទប់ហ្នឹងគាត់ថាឯងជាខ្លួនជាស្រីទេហើយមានប្តីទៀតហើយបើដេកមឹងហើយរកស៊ីទាន់គេដែរអីណូមើលសម្រាមពេញក្រុមផ្ទះហើយមុំកាន់បោសកាន់អីទៅបោសហើយចានឆ្នាំងមុំលាងមុំអីហើយទាំងតែចានឆ្នាំងពីល្ងាចគាត់លាងឲ្យភាសាហើយតែមិនដឹងថាម៉េចពេលយប់ឡើងហ្នឹងម៉ែក្មេងគាត់ហ្នឹងហូបបាយទៀតហ្នឹងគាត់យកទៅដាក់នៅចង្ក្រានបាយនោះអត់ទាន់បានលាងណាព្រលឹមឡើងហ្នឹងស្ដីបន្ទោសគាត់ទៀតហើយបងស្រីគាត់ថាល្ងាចមិញដូចជាខ្ញុំបានលាងចានលាងឆ្នាំងហើយតាម៉ែហើយចម្លែកអីព្រលឹមឡើងមិនក៏ឃើញចានឆ្នាំងទៀតអញ្ចឹងម៉ែខ្ញុំឆ្ងល់ដល់ហើយម៉ែគាត់អត់ទទួលកំហុសទេគាត់ថាទេអញមិនដឹងទេព្រោះព្រលឹមឡើងអញបើកភ្នែកមកញាក់មុនហ្នឹងអញឃើញចានឆ្នាំងហ្នឹងវារីបបាយពេញអញ្ចឹងហើយសម្រាមពេញតែផ្ទះហ្នឹងហើយមិនធ្វើឲ្យមិនបោសផងហ្នឹងអញសួរឯងត្រង់តើឯងគិតអីរាល់ថ្ងៃហ្នឹងតើខ្លួនឯងគិតអីប្តីឯងទៅធ្វើការតុករាល់ថ្ងៃដើម្បីយកលុយយកមកចិញ្ចឹមឯងហើយឯងនៅតែផ្ទះការងារផ្ទះតិចតួចឲ្យធ្វើអត់កើតទេនិយាយរួមពិបាកបងប្អូនមនុស្សចាស់យើងពិបាកនិយាយមួយគាត់មកពេលខ្លះយើងត្រូវក៏គិតថាយើងខុសដែរគឺពិបាកផ្គប់ចិត្តខ្លាំងមែនទែនហើយបងស្រីគាត់ពិបាកចិត្តគាត់បាននិយាយជាមួយនឹងប្តីរបស់គាត់ដែរគាត់ថាបងឥឡូវប្រហែលខែក្រោយមកនេះដូចជាម្ដាយរបស់បងដូចជាមិនពេញចិត្តអូនទេមើលទៅអត្តចរិតរបស់គាត់គឺស្អប់ខ្ពើមអូនខ្លាំងមែនទេហើយអូនក៏មិនដឹងត្រូវធ្វើម៉េចទេបើសិនជាអូនរស់នៅបែកពីគ្រួសារបងឯងប្រហែលជាល្អចឹងពេលនោះគឺម្ដាយរបស់គាត់បង្ខំឲ្យកូនប្រុសរបស់គាត់លេងបងស្រីនឹងហ្មងអត់ឲ្យយកបងប្រុសអត់ឲ្យយកបងស្រីនឹងទេលេងគ្នាហ្មងណាហើយប្តីរបស់គាត់ក៏ស្រឡាញ់ប្រពន្ធគាត់ដែរគាត់ក៏និយាយមួយម្ដាយបង្កើតរបស់គាត់គាត់ថាម៉ែជាធម្មតានៅក្នុងក្រុមគ្រួសាររបស់យើងពេលដែលរស់នៅសពថ្ងៃវាតែងតែមានការប៉ះទង្គិចគ្នាបន្តិចបន្តួចទៅហើយអញ្ចឹងម៉ែអាចអនុគ្រោះប៉ះក៏អនុគ្រោះទៅព្រោះប្រពន្ធខ្ញុំហ្នឹងគឺគ្នានឹងស្លូតបូតខ្លាំងណាខ្ញុំនិយាយអញ្ចឹងមិនខ្ញុំថាកាន់ជើងប្រពន្ធខ្ញុំទេម៉ែមើលសពថ្ងៃគ្នាធ្វើតែប៉ិតតែគ្នានៅផ្ទះមែនតែការងារក្នុងផ្ទះហ្នឹងគ្នាធ្វើទាំងអស់ហើយមិនក៏ម៉ែឯងមិនមើលឃើញផងគាត់និយាយណាម៉ែគាត់ថាឥឡូវឯងបើសិនជាឯងអត់លេងជាមួយនឹងប្រពន្ធឯងទេឯងចុះចេញពីផ្ទះអញទៅនៅមួយគ្នាទៅនៅណានៅទៅហើយឯងមិនមែនកូនអញទេកាត់ការចោលហ្មងវាយសិតតែកាត់ការទេយប៉ែនេះកាចទេ
អាយុចាស់ហើយទៅវត្តទៅវាយខ្លះទៅហើយខណ្ឌតៃខ្លះទៅអត់ពិបាកណាបងប្អូនមនុស្សចាស់ចិញ្ចឹមចាស់តែធ្នមចិត្តណាអត់ធ្នមចិត្តអត់បានទេដូចជាម្ទេសអញ្ចឹងប៉ះញាច់ហិលប៉ះញាច់ហិលអត់បានទេទៅធ្នមចិត្តគាត់តិចពេលហ្នឹងក៏បងប្រុសហេតុតែស្រឡាញ់ប្រពន្ធគាត់ក៏បាននាំប្រពន្ធរបស់គាត់ហ្នឹងទៅនៅផ្ទះជួលដោយគាត់មិនទាន់មានផ្ទះផ្ទាល់ខ្លួនទៅក៏ដីអីដើម្បីនៅជា10កពួនទេព្រោះធម្មតាបងប្អូនការថ្មីថ្មីគាត់មិនទាន់មានលុយឯណាច្រើនដល់រាប់ម៉ឺនដុល្លារទៅទិញដីទិញផ្ទះនោះអញ្ចឹងគាត់ត្រូវធ្វើការរកស៊ីជាមួយនឹងប្រពន្ធរបស់គាត់ហ្នឹងចាប់ដៃគ្នារកស៊ីណាដើម្បីឲ្យក្រុមគ្រួសាររបស់គាត់ហ្នឹងមានហៅថាការរីកចម្រើនទៅមុខណាចឹងបងប្រុសក៏គាត់និយាយថាម៉ែឥឡូវគឺខ្ញុំអាចទៅបានក៏ប៉ុន្តែម៉ែត្រូវចាំទុកថាប្រពន្ធរបស់ខ្ញុំគឺគាត់មិនដែលធ្វើខុសរឿងអីទេអញ្ចឹងបើសិនជាខ្ញុំនិយាយទៅម៉ែឯងខឹងសម្បារឿងដែលប្រពន្ធខ្ញុំធ្វើអីម៉ែឯងម៉ែឯងមិនចាំបាច់យកទោសយកប៉ីពីគាត់ទេដោយសារតែខ្ញុំនឹងស្រឡាញ់គាត់យូរឆ្នាំដែរខ្ញុំអត់ស្គាល់អត្តចរិតរបស់គាត់តែបងប្រុសហ្នឹងបានដឹងថាម្ដាយបង្កើតរបស់ខ្លួនហ្នឹងគឺមានចិត្តចង់បំបែកបំបាក់គាត់ដែរតែគាត់មិនហ៊ាននិយាយត្រង់ហើយដោយសារតែខ្លួនជាកូនគឺមិនហ៊ាននិយាយទៅលើម្ដាយបង្កើតរបស់ខ្លួនទេទោះបីជាគាត់ខុសមែនក៏ថាគាត់ត្រូវដែរអញ្ចឹងធម្មតាបងប្អូនខ្ញុំមិនកាន់ជើងទេសម្រាប់បងស្រីខ្លះគាត់នៅជាមួយនឹងម្ដាយក្មេករបស់គាត់នៅមិនចុះសម្រងឬក៏មានការប៉ះទង្គិចអីបងប្អូនមិនចាំបាច់នៅទេបងប្អូនបែកគ្រួសារក៏បែកទៅនៅផ្ទះជួលនៅអីទៅកុំឲ្យមានបញ្ហាណាព្រោះយើងជាធម្មតាបងប្អូននៅជាមួយនឹងម្ដាយក្មេកជាមួយបងប្អូនខាងសាច់ញាតិផ្សេងនោះយើងវាពិបាកធ្វើតចរិតណាសូម្បីតែកាយវិការដែលយើងធ្វើនឹងខុសតិចតួចក៏គេចាប់ដែរនិយាយចេះនិយាយចុះណាថានៅចិត្តញាតិមិត្តឲ្យប្រយ័ត្នសម្ដីណាអាហ្នឹងគឺពាក្យហ្នឹងគឺអត់ខុសទេបងប្អូនបើសិនជាយើងនិយាយខុសបន្តិចចាប់បាប់ពិបាកអញ្ចឹងណាអញ្ចឹងមុននឹងយើងនិយាយមុននឹងយើងវាចាទៅកាន់អ្នកដទៃយើងត្រូវគិតថាពាក្យសម្ដីដែលយើងនិយាយទៅវាប៉ះពាល់គេអត់ពាក្យសម្ដីដែលយើងនិយាយទៅវាមានប្រយោជន៍ដល់គេអត់អាហ្នឹងតាមយើងនិយាយបងប្អូនអញ្ចឹងអ្នកទាំងពីរក៏បានចុះចេញពីផ្ទះដើម្បីទៅរកផ្ទះជួលនៅដោយសារតែផ្ទះជួលរបស់គាត់គឺជាមួយខែប្រហែលជា30-40រៀលទេបងប្អូនរៀងធូរថ្លៃដែរទេហើយម្ដាយក្មេកគាត់ក៏ដេញគាត់ទៅមកទៅពីអ្នកប្តីប្រពន្ធឯងទៅរកស៊ីអីរកទៅហើយក៏មកវិញណាផ្ដាំទៀតបងប្អូនម្ដាយគាត់កាចទៅថ្នាក់ហ្នឹងយាយប៉ែហ្នឹងផ្ដាំទៀតថាកុំឲ្យត្រឡប់មកជន់ផ្ទះគាត់វិញបើសិនជាមកវិញហ្នឹងគឺមានបញ្ហាហើយប្រវោប្តឹងប៉ូលីសចាប់ទៀតអេទៅហៅហ្មងយាយប៉ែនេះហើយប្រពន្ធគាត់ក៏និយាយដែរថាម៉ែឥឡូវហ្នឹងគឺខ្ញុំទៅហើយតែម៉ែមិនបាច់ចាំបាច់ដេញខ្ញុំទេហើយម៉ែមិនបាច់ចាំបាច់សង្ឃឹមថាខ្ញុំត្រឡប់មកជន់ផ្ទះនឹងវិញទេគេថាប្រពន្ធរបស់គាត់ហ្នឹងគាត់ជាមនុស្សដែលហៅថាសុក្រិតណាបងប្អូនមានទៅមានមកអញ្ចឹងស្មើហ្មងអត្តចរិតរបស់គាត់ហើយកម្ររបងប្អូនមនុស្សស្រីដែលចិត្តធ្ងន់អាចទ្រាំរស់នៅជាមួយនឹងម្ដាយក្មេក 4-5 ខែ 2-3 ឆ្នាំចឹងបានណាសម្រាប់បងស្រីខ្លះក៏គាត់មិនទ្រាំដែរដោយសារតែគាត់ត្រូវរងសម្ពាធខ្លាំងពេកណានិយាយពីថាសូម្បីតែគាត់ទៅក្រៅរៀងយូរបន្តិចក៏ចោទប្រកាន់គាត់ដែរគាត់ថាប្រពន្ធឯងអញឃើញទៅក្រៅមិនដឹងថាទៅធ្វើអីទេតាមការពិតគាត់ទៅទិញបន្លែស្លស្លុកត្រីសាច់ហ្នឹងដើម្បីយកមកស្លឲ្យម្ដាយគាត់ហូបហ្នឹងម្ដាយក្មេកគាត់ហ្នឹងម្ដាយគាត់ហ្នឹងក៏កន្លែងថាអូប្រពន្ធឯងទៅក្រៅអញឃើញទៅហូបប្រុសយីរឈ្មោះណាទៀតហើយគាត់ចាក់រុកឲ្យកូនរបស់គាត់ហ្នឹងគឺជឿទៅលើម្ដាយគាត់ហ្មងគេថាមួបង្កាច់កូនភាសាគាត់ហ្មងណាអញ្ចឹងបងប្អូនស្ដាប់រឿងនេះទៅបងប្អូនអាចគិតពិចារណាមើលថាម្ដាយក្មេកគាត់ហ្នឹងគឺចរិតរបស់គាត់យ៉ាងម៉េចខ្ញុំគិតថាចរិតរបស់គាត់គឺគាត់មិនពេញចិត្តឲ្យអ្នកទាំងពីរហ្នឹងគឺនៅក្នុងផ្ទះហ្នឹងទេបានន័យថាក្នុងចិត្តរបស់គាត់គឺពោពេញទៅដោយកំហឹងមនុស្សយើងពេលដែលយើងមានកំហឹងនៅជាប់ពីមុខហើយគឺពិបាកនិយាយគ្នាណាបងប្អូន
តែកំហឹងនៅក្នុងខ្លួនហើយថាសេចក្តីក្រោធកើតឡើងហ្នឹងគឺអត់អាចគ្រប់គ្រងមនុស្សបានទេគឺបំផ្លាញមនុស្សហ្នឹងគឺឲ្យចូលទៅក្នុងថាសេចក្តីវិនាសហើយធម្មតាចាស់គឺគាត់ច្រើនតែខឹងច្រើនហើយតែខ្ញុំនិយាយដែរណាអញ្ចឹង យើងជួបគ្នានៅសាច់រឿងក្រោយទៀតបងប្អូនណាហើយថ្ងៃនេះរៀងសង្ខេបទេមិនសូវជាវែងឆ្ងាយប្រហែលទេដូចជាតែខ្ញុំនិយាយដើមវីដេអូអញ្ចឹងបើសិនជាខ្ញុំដំណើរយូរទៅនិយាយទៅគឺខ្ញុំស្អកកបងប្អូនហើយបងប្អូនស្ដាប់ទៅក៏មិនសូវព្រោះប្រហែលដែរហើយបើសិនជាបងប្អូនពេញចិត្តនៅការដំណើរនៃសាច់រឿងទាំងអស់ដែលខ្ញុំបាននិយាយនៅក្នុង channel នេះសូមបងប្អូនជួយចុច Subscribe នៅ channel ថ្មីរបស់ខ្ញុំបាទផងដើម្បីទទួលបាននៅសាច់រឿងថ្មីទៀតពីខ្ញុំបាទអូខេបងប្អូនយើងជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនណាដោយសារតែមានប្រិមិត្តខ្លះក៏គាត់និយាយដែរគាត់ថារឿងដែលខ្ញុំនិយាយទាំងប្រមាណហ្នឹងគាត់ធ្លាប់ជួបអស់ហើយគាត់ធ្លាប់ជួបប្រទះនៅក្នុងក្រុមគ្រួសារគាត់មកណាអញ្ចឹងអូខេបងប្អូនយើងមានយប់នេះគឺមានតែមួយសាច់រឿងទេហើយខុសត្រូវយ៉ាងណាអីក៏សូមខន្តីអភ័យទោសម្ដងទៀតបងប្អូនណាបើសិនជាបងប្អូនស្ដាប់ទៅរៀងឆ្កងកន្លែងណាមួយណាហើយ អាកាសធាតុហ្នឹងគឺកំពុងតែភ្លៀងហើយបងប្អូនផ្ទះមានភ្លៀងណាដាក់មកអាវមកជោគដីមកហើយខាងបងប្អូនភ្លៀងអត់ជួយខមមិនម្នាក់មួយផងហើយបងប្អូនជួយ like ជួយ share ហើយជួយ subscribe channel ថ្មីរបស់ខ្ញុំបាទផងadmin សំតែប៉ុណ្្នឹងឯងហើយអូខេបងប្អូនមានតែប៉ុណ្្នឹងទេអស់ហើយព្រោះរឿងខ្លះក៏ខ្ញុំនិយាយបានវែងរឿងខ្លះក៏ខ្ញុំសម្រាយបានតែខ្លីទេនិយាយយូរទៅគឺសក់ខយកមកណាអូខេបងប្អូនជួបគ្នានៅវីដេអូក្រោយទៀត